តំពទី1ការមកដល់និងការព្រីមៀនវឌ្ឍនៈជីវិស្វករវាស់វែងវ័យក្មេងម្នាក់មកពីទីក្រុងបានមកដល់ភូមិអន្លង់ជ្រៅក្នុងបេសកកម្មរៀបចំផែនការផ្លូវជាតិថ្មីមួយខ្សែភូមិអន្លង់ជ្រៅហាក់ដូចជាត្រូវបានឃុំឃាំងដោយពេលវេលាដោយមានតែផ្ទះឈើចាស់ៗនិងភាពស្ងប់ស្ងាត់ដែលលាយឡំដោយក្លិនដីសើមតំបន់សំខាន់ដែលត្រូវវាក់វែងស្ថិតនៅត្រង់ចំណុចកោងមួយនៃទន្លេដែលជាទីតាំងដ៏សក្តិសមសម្រាប់ស្ពានប៉ុន្តែក៏ជាទីតាំងដ៏ចម្លែកផងដែរនៅកណ្ដាលវាលស្រែដ៏ធំល្វឹងល្វើយឈើទាលយ៉ាក់មួយដើមបានឈើយ៉ាងត្រាដែតត្រដឹមវាជាដើមឈើចាស់បុរាណដែលមានគល់ធំជាងផ្ទះមួយខ្នងទៅទៀតហើយម៉ែក្របៅវាលាតសន្ធឹងបាំងពន្លឺព្រះអាទិត្យធ្វើឲ្យបរិវេណជុំវិញមានភាពស្រមោលក្រាស់ត្រជាក់ជានិច្ចទោះបីថ្ងៃក្តៅខ្លាំងយ៉ាងណាក៏ដោយក្មួយប្រុសគួរតែកិនឲ្យបានល្អិតល្អួនមុននឹងប៉ះប្លាកន្លែងនេះតាឯកដែលជាមេភូមិបាននិយាយដោយសំឡេងខ្សឹបៗកាលគាត់ជួយរៀបចំសម្ភារៈភ្នែករបស់គាត់សម្លឹងទៅដើមឈើទាលនោះដោយការគោរពនិងភ័យខ្លាចវឌ្ឍនៈសាយតិចៗគាត់ជាមនុស្សចំនួនថ្មីដែលជឿជាក់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតាឯកអើយនេះជាគម្រោងរបស់រដ្ឋាភិបាលដើមឈើនេះគ្រាន់តែជារបាំងបន្តិចបន្តួចប៉ុណ្ណោះយើងនឹងកាត់មែកមួយចំនួនចិនដើម្បីធ្វើផ្លូវតាឯកក្រវីក្បាលយ៉ាងយឺតដើមឈើនេះមិនមែនជាដើមឈើសាមញ្ញទេក្មួយនេះជាទីលំនៅរបស់អ្នកនាងសាឡាតាំងពីខ្ញុំនៅក្មេងមកគ្មានអ្នកណាហ៊ានកាប់សូម្បីតែកាប់មែកទូចមួយក៏ដែរអ្នកនាងសាឡាមិនចូលចិត្តការរំខានឡើយអ្នកនាងសាឡាគឺខ្មោចមេមត់គាត់ជាប់គាំងនៅទីនេះរាប់រយឆ្នាំមកហើយក្រោយពីគាត់បានស្លាប់ដោយសារប៉ូលីកម្មដើម្បីថែរក្សាអ្វីមួយដែលលែកនៅគល់ឈើនេះប្រសិនបើគេរំខានគាត់នឹងទាជីវិតវឌ្ឍនៈបានសូមអរគុណចំពោះការព្រាមានប៉ុន្តែខ្លាំងចិត្តគាត់គិតថាវាគ្រាន់តែជារឿងព្រេងនិទានប៉ុណ្ណោះគាត់ដាក់គ្រឿងវង្វេងធីអូដូឡាយរបស់គាត់ចាំពីមុខដើមឈើទាលនោះពេលថ្ងៃលិចសមាជិកក្រុមរបស់គាត់2នាក់ទៀតលៀននិងសុភាពបានដកថយទៅផ្ទះសំណាក់វិញប៉ុន្តែវឌ្ឍនៈនៅតែបន្តធ្វើការដោយប្រើពន្លឺចង្គៀងពេលនោះហើយដែលភាពត្រជាក់ចម្លែកបានចាប់ផ្ដើមលូនវាជាភាពត្រជាក់ដែលមិនមែនកើតពីខ្យល់ប៉ុន្តែហាក់ដូចជាចិនពីដីទំព័រទី2ស្រមោលលូនវានៅម៉ោងប្រហែល8យប់វឌ្ឍនៈបានរៀបចំផែនទីដំបូងឧបករណ៍អេឡិចត្រូនិករបស់គាត់ចាប់ផ្ដើមមានបញ្ហាដោយគ្មានមូលហេតុថ្មនៅតែពេញប៉ុន្តែអេក្រង់ឡើងព្រិលហើយវាបញ្ចេញសំឡេងក្រហឹមតិចៗដូចជាខ្យល់បក់តាមរុនចម្លែកណាស់គាត់រអ៊ូរំពេកនោះភាពស្ងប់ស្ងាត់ទាំងមូលនៃវាលស្រែត្រូវបានហែកហួរដោយសំឡេងកញ្ចៃវែងដូចជាសំឡេងស្រីច្រៀងរាំពីចម្ងាយប៉ុន្តែសំឡេងនោះបន្លឺឡើងក្នុងក្បាលរបស់គាត់ជាជាងក្នុងត្រចៀកសំឡេងនោះពីរោះរណ្ដំនិងគួរឲ្យខ្លាចក្នុងពេលតែមួយគាត់បែរមុខទៅរកដើមឈើទាលនោះគាត់ស្ទើរតែដួលនៅពេលគាត់ឃើញនៅក្រោមមែកឈើដ៏ធំមួយគាត់ឃើញស្រមោលរាងមនុស្សដ៏វែងអន្លាយមួយស្រមោលនោះមិនមានប្រភពពីពន្លឺចង្គៀងរបស់គាត់ឡើយព្រោះវាប្រវែងវែងជាងកម្ពស់ដើមឈើទៅទៀតហើយវាលូនយឺតនៅលើដីវឌ្ឍនៈបានព្យាយាមបំភ្លឺពិលទៅកាន់ស្រមោលនោះប៉ុន្តែភ្លើងពិលហាក់ដូចជាត្រូវបានលេបត្របាក់ដោយភាពងងឹតនៃគល់ឈើអ្នកណាគេនៅទីនោះគាត់ស្រែកមានតែសំឡេងខ្យល់បក់ស្លឹកឈើឈ្ងួតប៉ុណ្ណោះដែលឆ្លើយតបក្លិនក្រអូបដ៏ឈ្ងុយឆ្ងាញ់ដូចផ្កាក្រាំងក្រអូបប៉ុន្តែមានក្លិនស្អុយរលួយលាយឡំគីក្រៅដីបានអណ្ដែតចូលមកប៉ះច្រមុះរបស់គាត់នៅព្រឹកបន្ទាប់លីននិងសុភាពបានមកដល់កន្លែងធ្វើការយឺតពួកគេមើលទៅស្លៃស្លាំងលោកវឌ្ឍនៈខ្ញុំសុំលាឈប់សុភាពនិយាយដោយមិនសម្លឹងមើលភ្នែកគាត់មានរឿងអីយប់មិញខ្ញុំសុពិនឃើញស្ត្រីម្នាក់គាត់ស្លៀកសម្លៀកបំពាក់ចាស់ហើយគាត់ឈរនៅមាត់បង្អួចរបស់ខ្ញុំហើយសម្លឹងមកខ្ញុំគាត់មិននិយាយអ្វីទេគ្រាន់តែញញឹមដែលគួរឲ្យខ្លាចណាស់គាត់ប្រាប់ខ្ញុំឲ្យចេញពីកន្លែងនេះបើមិនចង់ឲ្យគាត់បំបីក្បាលខ្ញុំលីនក៏ប្រញាប់ប្រាប់ពីបុត្រពិសោធន៍របស់ខ្លួនដែរគាត់និយាយថាគាត់ឮសំឡេងកោះទ្វារពេញមួយយប់ប៉ុន្តែពេលបើកមើលគ្មានអ្នកណានៅទីនោះឡើយក្រៅពីដុំសក់វែងមួយដុំធ្លាក់នៅមាត់ទ្វារវឌ្ឍនៈខឹងសម្បារនឹងភាពឈួតលីឡារបស់ពួកគេប៉ុន្តែភាពភ័យខ្លាចកាលពីយប់មិញនៅតែលាក់បាំងក្នុងបេះដូងរបស់គាត់បានបង់ប្រាក់ឲ្យពួកគេរួចសម្រេចចិត្តបន្តធ្វើការតែម្នាក់ឯងទំព័រទី3ការជីកករកដើម្បីបញ្ចប់ការវាស់វែងវឌ្ឍនៈត្រូវកំណត់ចំណុចយោងមួយ benchmark ឲ្យជិតគល់ឈើទាលពកផុតគាត់បានចាប់ផ្ដើមជីកដីនៅចម្ងាយប្រហែល5ម៉ែត្រពីគល់ឈើទាលដីនៅទីនោះទន់និងងាយស្រួលជីកនៅជម្រៅប្រហែលកន្លះម៉ែត្រចម្លែកណាស់គាត់បានរកឃើញវត្ថុរឹងមួយវាជាបន្ទះថ្មតូចមួយដែលមានអក្សរចារឹកបុរាណដែលសរសេរដោយដៃអក្សរនោះហាក់ដូចជានិយាយអំពីការបន់ស្រន់និងការថែរក្សាទីតាំង
ពេលកំពុងតែជូតដៃចេញពីបន្ទះថ្មនោះគាត់បានប៉ះវត្ថុមួយទៀតវាជាសក់សពនិមិត្តមួយដែលធ្វើពីលោហៈធាតុច្រែសមានរូបរាងដូចកូនសោវាជាវត្ថុដែលស្ត្រីសម័យបុរាណប្រើដើម្បីចងសក់ពេលដែលគាត់ចាប់វត្ថុនោះភាពត្រជាក់ដែលធ្លាប់មានកាលពីយប់មិញបានត្រឡប់មកវិញភ្លាមប៉ុន្តែលើកនេះវាកាន់តែខ្លាំងក្លារហូតដល់ធ្វើឲ្យឆ្អឹងរបស់គាត់ញ័រស្របពេលនោះវឌ្ឍនៈបានឮសំឡេងបំបីឈើគាត់ងើយមើលទៅលើសត្វស្លាបមួយហ្វូងធំដែលធ្លាប់តែទុំស្ងាត់លើមែកឈើបានហើរចេញយ៉ាងលឿនជាមួយនឹងសំឡេងយំរំបីគាត់បានដឹងថាគាត់បានរំខានដល់សន្តិភាពរបស់អ្នកណាម្នាក់ហើយយប់នោះវឌ្ឍនៈសម្រេចចិត្តដេកក្លងតាំងតូចរបស់គាត់នៅក្បែរទីតាំងនោះដើម្បីកុំឲ្យខ្ជះខ្ចាយពេលវេលាធ្វើដំណើរគាត់បានព្យាយាមអានបន្ទះថ្មនោះម្ដងទៀតអត្ថន័យរបស់វាគឺសិលាដេកលក់ហើយប្រលឹងរបស់នាងជាអ្នកយាមទ្វារកុំភ្ញាក់ដាស់ប្រលឹងនាងបើមិនដូច្នោះទេគាត់នឹងទាមទារនៅអ្វីដែលលោកអ្នកស្រឡាញ់បំផុតទំព័រទី4សំឡេងខ្សឹបក្នុងតង់រាងកាយរបស់វឌ្ឍនៈប្រែជាត្រជាក់ហើយញើសក៏ហូរចេញមកគាត់បានបត់បន្ទះថ្មនោះនិងដាក់ក្នុងហៅប៉ៅខោរបស់គាត់ព្យាយាមដេកប៉ុន្តែមិនអាចបិទភ្នែកបានឡើយនៅម៉ោងប្រហែល6យប់គាត់បានឮសំឡេងខ្សឹបពីខាងក្រៅតាំងរបស់គាត់សំឡេងខ្សឹបនោះមិនច្បាស់លាស់ហាក់ដូចជាភាសាបុរាណដែលគាត់មិនស្គាល់ប៉ុន្តែគាត់អាចយល់បានអារម្មណ៍នៃសំឡេងនោះវាជាសំឡេងដែលពោរពេញដោយកំហឹងដ៏ត្រជាក់និងសេចក្តីស្រេកឃ្លានវឌ្ឍនៈបានរត់បន្ទឹងភួយរបស់គាត់ឮសំឡេងច្រៀងលួងលោមមួយផ្លែតរួចបដូរមកជាសំឡេងគំរាមកំហែងយ៉ាងក្រៅកកុកចេញទៅកុំប៉ះពាល់ទ្រព្យសម្បត្តិរបស់អញសំឡេងនោះមិនមែនជាសំឡេងរបស់មនុស្សស្រីទេវាជាសំឡេងដែលហាក់ដូចជាចេញពីមាត់រងភ្នំដែលត្រូវច្រត់បញ្ចូលគ្នាជាមួយនឹងស្លឹកឈើស្ងួតវឌ្ឍនៈចាប់បានពើហើយចង្អុលទៅរុនតង់នៅទីនោះគាត់ឃើញភ្នែកក្រហមមួយគូដែលកំពុងសម្លឹងមកគាត់ដោយផ្ទាល់ភ្នែកនោះមិនព្រិចភ្នែកទេហើយវាស្ថិតនៅកម្ពស់ខ្ពស់ជាងក្បាលមនុស្សធម្មតាគាត់ស្រែកយំហើយទាញពិលរបស់គាត់ទៅខាងក្រោយនៅពេលដែលគាត់ព្យាយាមរើចេញគាត់មានអារម្មណ៍ថាមានអ្វីមួយបានទាញជើងរបស់គាត់ពីខាងក្រៅតង់កម្លាំងនោះខ្លាំងណាស់ហាក់ដូចជាមានឫសឈើមកព័ទ្ធជុំវិញជើងគាត់ទាត់ដោយអស់ពីកម្លាំងដំបូលតង់របស់គាត់ចាប់ផ្ដើមយាធៈមានក្លិនដ៏សែនស្អុយនៃសាច់រលួយបានជ្រាបចូលមកក្នុងតង់វឌ្ឍនៈបានចាប់ទាញកាំបិតទូចមួយដែលគាត់មានគាត់បានវេះតង់យ៉ាងលឿនហើយរត់ចេញទៅក្រោយដោយមិនគិតទំព័រទី5ការសម្ដែងនៃអ្នកនាងសាឡាពេលគាត់រត់ចេញទៅក្រោយតង់គាត់បានមើលទៅដើមឈើទាលនោះម្ដងទៀតនៅក្រោមពន្លឺខែរណូចវឌ្ឍនៈបានឃើញអ្វីដែលគាត់នឹងមិនអាចបំភ្លេចបានរហូតដល់ថ្ងៃស្លាប់ដើមឈើទាលនោះមិនបានឈរនៅស្ងៀមទេម៉ែកធៀងរបស់វាហាក់ដូចជាបានពត់ចុះមកដូចជាដៃដ៏ធំមួយនៅចន្លោះម៉ែកធៀងគាត់បានឃើញស្ត្រីម្នាក់ឈរនៅទីនោះនាវស្លៀកសម្លៀកបំពាក់សូត្របុរាណដែលរហែកនិងប្រឡាក់ដោយដីស្បែករបស់នាងស្លេកស្លាំងដូចជាដីសហើយសក់ខ្មៅរបស់នាងជួរចុះមកជិតដល់ដីនាងស្អាតប៉ុន្តែភ្នែករបស់នាងទំទេស្អាតដូចជារន្ធខ្មៅពីរក្មេងហ៊ានជីករកកន្លៃលាក់ខ្លួនរបស់អញសំឡេងរបស់នាងមិនមែនចេញពីមាត់នោះទេប៉ុន្តែវាជាសំឡេងដែលផុសចេញពីគ្រប់ទិសទីរួមទាំងដីនៅក្រោមជើងរបស់គាត់វឌ្ឍនៈដឹងថាគាត់កំពុងប្រឈមមុខនឹងអ្នកនាងសាឡាដែលជាវិញ្ញាណបុរាណដែលខ្លាំងជាងអ្វីដែលគាត់ធ្លាប់បានឮស្ត្រីនោះបានលើកដៃឡើងយឺតហើយម៉ែកឈើមួយបានបាក់ធ្លាក់មកលើដីយ៉ាងខ្លាំងបង្កើតជាស្នាមប្រេះក្លិនក្រអូបឈ្ងុយឆ្ងាញ់ដោយក្លិនសាកសពចាប់ផ្ដើមព័ទ្ធជុំវិញគាត់ឯងជាកម្មសិទ្ធិរបស់អញដូចអ្នកមុនដែរនាងឡាន់មាត់ហើយចាប់ផ្ដើមដើរមករកគាត់យឺតពេលនាងដើរស្រមោលក្រាស់ពីក្រោមដើមឈើទាលបានលូនតាមនាងដូចជាសត្វប៉សដែលហាក់ដូចជាដៃជើងរបស់នាងវឌ្ឍនៈបានកប់ពេលទៅលើដៃហើយរត់ទៅផ្ទុយពីដើមឈើទាលនោះគាត់រត់ដោយមិនងាកក្រោយទំព័រទី6ការរត់គេចគាត់រត់ឆ្លងកាត់វាលស្រែទាំងកណ្ដាលអាធ្រាត្រដោយមានអារម្មណ៍ថាអ្នកនាងសាឡាកំពុងតែដេញតាមពីក្រោយគាត់ឮសំឡេងជើងរបស់នាងរត់លើដីហាក់ដូចជានាងមិនប្រោជើងមនុស្សទេពេលគាត់រត់កាត់គែមវាលស្រែគាត់បានជំពប់ដួលលើគល់ឈើតូចមួយគាត់ងាកក្រោយហើយឃើញស្រមោលរបស់នាងបានលាតសន្ធឹងដល់ជិតជើងរបស់គាត់ស្រមោលនោះបានចាប់ជើងរបស់គាត់វឌ្ឍនៈស្រែកខ្លាំងគាត់មានអារម្មណ៍ថាស្បែកជើងរបស់គាត់ត្រូវបានហែកចិនហើយស្បែកជើងរបស់គាត់ជាប់ទៅនឹងដីនៅពេលនោះវឌ្ឍនៈបាននឹកឃើញបន្ទះថ្មដែលគាត់បានលាក់ក្នុងហៅប៉ៅគាត់បានទាញវាចេញហើយបោះវាយយ៉ាងលឿនទៅលើដីចំពីមុខស្រមោលភ្លាមនោះស្រមោលបានដកថយមកវិញបន្តិចអ្នកនាងសាឡាបានឈប់ឯងលួចរបស់នោះពីអញនាងខឹងសម្បាដោយឃើញមានឱកាសវឌ្ឍនៈបានរត់ដោយមិនគិតពីការឈឺចាប់គាត់បានរត់រហូតដល់គាត់ទៅដល់ផ្ទះរបស់តាឯកគាត់កោសទ្វារផ្ទះតាឯកតាំងកំរោលហើយដួលសន្លប់នៅមាត់ទ្វារពេលគាត់ភ្ញាក់ឡើង
គាត់ឃើញខ្លួនឯងដេកនៅលើក្រែឈើចាស់មួយហើយតាឯកកំពុងអង្គុយក្បែរគាត់ក្មួយប្រុសវាមិនមែនជាការលេងសើចទេខ្ញុំបានប្រាប់ហើយតាឯកនិយាយទាំងហត់នឿយតាឯកបានរកឃើញវឌ្ឍនៈនៅព្រឹកព្រលឹមដោយជើងទទេមានដីពេញខ្លួននិងមានស្នាមជៀមឧបករណ៍វាស់វែងនិងតង់របស់វឌ្ឍនៈគឺបាត់បង់ទាំងអស់លើកឡើងតែវត្ថុមួយគត់ដែលនឹងសល់គឺស្បែកជើងរបស់គាត់ដែលត្រូវជាប់ស្អិតទៅនឹងឫសឈើទាវនោះទំព័រទី7ការចាក់ចេញនិងការបន្សល់ទុកវឌ្ឍនៈមិនបានត្រឡប់ទៅកន្លែងដាំឈើទាលនោះទៀតទេគាត់បានប្រមូលរបស់របរដែលនៅសល់ហើយជួលឡានតាក់ស៊ីឲ្យជូនគាត់ទៅទីក្រុងភ្លាមៗគាត់បានប្រាប់តាឯកថាគម្រោងផ្លូវថ្នោតត្រូវបានផ្លាស់ប្ដូរទីតាំងហើយគាត់មិនបានប្រាប់នរណាម្នាក់ពីការជួបប្រទះពិតប្រាកដរបស់គាត់ឡើយព្រោះដឹងថាគ្មាននរណាម្នាក់នឹងជឿគាត់ទេ2ឆ្នាំក្រោយមកវឌ្ឍនៈបានលាលែងពីការងារជាវិស្វកររាល់យប់គាត់នៅតែភ្ញាក់ពីដំណេកទាំងភ័យខ្លាចដោយសារតែសំឡេងខ្សឹបខ្សៀវដ៏តូចជាគាត់នៅតែអាចធុំក្លិនផ្កាក្រាំងក្រអូបឡៃលំនឹងក្លិនសាច់រលួយដែលជាក្លិនរបស់អ្នកនាងសាឡាគម្រោងផ្លូវជាតិថ្មីនោះត្រូវបានផ្លាស់ប្ដូរផ្លូវបត់វៀងភូមិអន្លង់ជ្រៅទាំងស្រុងរដ្ឋាភិបាលបានប្រកាសថាដីនៅតំបន់នោះមានលក្ខណៈភូមិសាស្ត្រមិនល្អសម្រាប់ការសាងសង់ស្ពានប៉ុន្តែនៅក្នុងភូមិអន្លង់ជ្រៅមនុស្សគ្រប់គ្នានៅតែដឹងការពិតដើមឈើទាលនោះនៅតែឈើយ៉ាងត្រដាត្រដឹមម្លប់របស់វាត្រជាក់ក្រាស់ជាងពេលមុនទៅទៀតអ្នកភូមិខ្លះបាននិយាយថានៅយប់ខែដាច់ពួកគេឃើញស្ត្រីម្នាក់ឈរនៅក្រោមមែកឈើនោះដោយកាន់បន្ទះថ្មតូចមួយនៅក្នុងដៃហាក់ដូចជានាងកំពុងរង់ចាំនរណាម្នាក់ត្រឡប់មកវិញដើម្បីទាមទារយកអ្វីមួយដែលបាត់បង់របស់នាងហើយអ្វីដែលនាងនឹងទាមទារមិនមែនជាបន្ទះថ្មនោះទេតែជាព្រលឹងវឌ្ឍនៈដឹងថាទោះបីជាគាត់បានរត់គេចខ្លួនក៏ដោយក៏គាត់មិនដែលបានរួចផុតពីអ្នកនាងសាឡាឡើយព្រលឹងរបស់គាត់ត្រូវបានចងឆ្ពាក់នឹងម្លប់ឈើទាវនោះជារៀងរហូត